សូមគោរពនឹងជំរាបសួរអតិថិជនកំពុងតាមដានទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាក្នុងវីដេអូនេះដែរគឺយើងសូមធ្វើការបង្ហាញអំពីការដំឡើង motor បូមទឹក solar ដាក់លើគោក series ថ្មីសម្រាប់ motor បូមទឹក solar ដែលយើងធ្វើការដំឡើងនេះគឺវាមានកម្លាំងមួយសេសជាប្រភេទ motor បូមទឹក solar ដាក់លើគោកប្រភេទ DC 10ដែល motor នេះវាអាចធ្វើការបូមបានកម្ពស់រហូតដល់15ម៉ែត្រជាមួយនឹងទំហំសយោចេញ60ឬក៏2អ៊ីងដែលយើងអាចធ្វើការបូមទឹកបានបរិមាណចំនួន15ម៉ែត្រគីបក្នុង1ម៉ោងចំពោះការដំឡើង motor បូមទឹកនេះគឺយើងធ្វើការដំឡើងជាមួយនឹងទាំង solar magnetic កម្លាំង580 វ៉ាត់ជាប្រភេទកញ្ចក់សងខាងចំនួនតែ2ផ្ទាំងប៉ុណ្ណោះដោយសារតែប្រភេទ motor នេះវាជាប្រភេទ motor ប្រើប្រាស់ផ្ទាំងតិចឬក៏អាចហៅបានថា VC ផ្ទាំងតិចហើយផ្ទាំងដែលយើងធ្វើការដំឡើងជាប្រភេទផ្ទាំងដែលអាចស្រូបពន្លឺបានល្អផ្ដល់ភ្លើងបានខ្លាំងនិងជាប្រភេទផលិតផលដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារប្រទេសអ៊ីតាលីហើយមានការធានាច្បាស់លាស់ពីខាងក្រុមហ៊ុនលក្ខណៈពិសេសរបស់ motor បូមទឹកដាក់លើគោកនេះគឺវាអាចធ្វើការជំរុញផ្ទៃរាបបានរហូតដល់ចម្ងាយ2ទៅ300ម៉ែត្រជាមួយនឹងទំហំសយោទឹកចេញ60ហើយបានបរិមាណទឹកច្រើនស័ក្តិសមសម្រាប់ការងារដែលមានតម្រូវការទឹកច្រើនដើម្បីស្រោចស្រពដំណាំចម្ការឬក៏យកទឹកទៅប្រើប្រាស់យើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើប្រភេទ motor និងរយៈពេល10ឆ្នាំទៅលើពន្លឺចំពោះប្រភេទទាំង solar ផងដែរ